លោកអ្នកបងប្អូនតើយើងអាចទុកចិត្តព្រះអង្គបានដែរឬក៏អត់ខ្ញុំជឿជាក់ថាព្រះអង្គក៏បាតីធ្វើកិច្ចការផ្ទាល់ព្រះអង្គជំរុញទឹកចិត្តខ្ញុំផ្ទាល់ឲ្យខ្ញុំត្រូវកែប្រែចិត្តគំនិតឲ្យទុកចិត្តព្រះអង្គដែរសម្រាប់ដំណើរបន្ទាប់យើងអត់ដឹងថាមានព្យុះអត់ដឹងថាមានភ្លៀងអត់ដឹងថាមានអីគេផ្សេងទៀតដែលអាចធ្វើឲ្យយើងភ័យដែលអាចធ្វើឲ្យយើងតក់ស្លុតប៉ុន្តែខ្ញុំមានអារម្មណ៍ថាព្រះអង្គមានព្រះបន្ទូលប្រាប់មុនថាព្រះអង្គគង់នៅជាមួយអាមែនខ្ញុំចង់អានអត្ថបទព្រះគម្ពីរមួយជូនលោកអ្នកបងប្អូនអរគ្នាជាពាក្យចេញពីបុគ្គលម្នាក់ដែលឃើញកិច្ចការអស្ចារ្យជាមួយព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទជាពាក្យរបស់បុគ្គលម្នាក់ដែលបាននៅក្នុងទូកជាមួយព្រះអង្គនៅថ្ងៃនោះខ្ញុំចង់អានពាក្យរបស់គាត់ឲ្យលោកអ្នកបងប្អូនស្ដាប់1ពេត្រុសចំពុកទី1ខទី6ដល់ខទី7កាន់ព្រះគម្ពីរពេត្រុសនេះជាកាន់ព្រះគម្ពីរមួយដែលលោកពេត្រុសគាត់បានសេសវត្តទៅកាន់ក្រុមជំនុំមួយចំនួននៅតំបន់អាស៊ីបូព៌ាខ្ទង់ប្រហែលជា5កន្លែងដើម្បីលើកទឹកចិត្តពួកគេអាចជាក្រុមជំនុំដែលលោកប៉ូលគាត់បានដើរផ្សាយដំណឹងល្អហើយលោកពេត្រុសគាត់បានផ្ញើសវត្តដើម្បីទៅលើកទឹកចិត្តគេតាមក្រោយសូមស្ដាប់ហេតុនេះហើយបានជាបងប្អូនមានចិត្តរីករាយយ៉ាងខ្លាំងទោះបីពេលនេះបងប្អូនព្រួយចិត្តដោយជួបនឹងទុក្ខលំបាកផ្សេងក្នុងរយៈពេលខ្លីក៏ដោយសូមស្ដាប់ទុក្ខលំបាកទាំងនេះនឹងលុតដំជំនឿរបស់បងប្អូនឲ្យមានតម្លៃលើសមាសដែលតែងតារលាយសូន្យនោះទៅទៀតគឺមាសដែលសម្រាំងក្នុងភ្លើងនៅថ្ងៃដែលព្រះយេស៊ូវគ្រីស្ទសម្ដែងខ្លួនឲ្យមនុស្សលោកឃើញជំនឿរបស់បងប្អូននឹងទទួលការសរសើរទទួលសេរីរុងរឿងនិងកិត្តិយសជាមិនខានលោកពេត្រុសគាត់លើកទឹកចិត្តបងប្អូនរួមជំនឿអំពីអ្វីមួយយ៉ាងដែលមានតម្លៃលើសមាសដែលគេសម្រាំងនៅក្នុងភ្លើងមានន័យថាមាសសុទ្ធមានតម្លៃហើយខ្ញុំដឹងថាលោកអ្នកបងប្អូនមួយចំនួនដែលបានតាមដានរាល់ថ្ងៃនេះដឹងថាមាសមួយតឡឹងឥឡូវចំណេញបានដល់1000ឯណាណីទៀតពីមុន4000ឥឡូវបាន5000ជាងអីអ្នកខ្លះថាឥឡូវបាន5500ហើយបាទកំពុងតាមដានហាងឆេងមាសខ្ញុំចង់ប្រាប់លោកអ្នកបងប្អូនថាហាងឆេងជំនឿមានតម្លៃជាងហាងឆេងមាសហើយព្រះអង្គចង់ឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំដាក់ទុននៅក្នុងជំនឿព្រះអង្គមិនបានខាត់យើងឲ្យដាក់ទុនជាមួយនឹងមាសទេណាអ្នករកស៊ីមាសនៅតដាក់ទុនចាស់ប៉ុន្តែអ្វីមួយដែលលើសពីមាសលើសពីប្រាក់លើសពីអ្វីដែលមានតម្លៃនៅលើផែនដីនេះព្រះមាន5ទូថាថ្ងៃមួយដែលយើងជួបជាមួយព្រះអង្គថ្ងៃមួយដែលព្រះអង្គបង្ហាញអង្គព្រះអង្គផ្ទាល់ជួបជាមួយយើងព្រះអង្គនឹងកោតសរសើរយើងព្រះអង្គនឹងផ្ដល់តម្លៃឲ្យយើងគឺជំនឿរបស់យើងនឹងឯងអាមែន